គុំច្រឡំថាលេង CX ឃើញចាក់ទាញវែងបែបនេះគឺជាវិធីសាស្ត្រនៅក្នុងការឆុងតែក៏ដូចជាឆុងកាហ្វេបែបបារាណរបស់សិង្ហបុរីហើយសម្រាប់ពុកម៉ែបងប្អូនដែលទៅដើរលេងដល់ក្រៅប្រទេសលក្ខណៈថានឹកឃើញម្ហូបអាហារសិង្ហបុរីអីហ្នឹងគឺថាមិនចាំបាច់ហោះទៅដល់ណាឆ្ងាយទេអាចមកទីតាំងមកកន្លែងនេះបានលក្ខណៈថាបាយក៏ដូចជានំប៉័ងអីចឹងណាហើយនៅទីនេះគឺគាត់មានជម្រើសម្ហូបអាហារច្រើនមែនតើសម្រាប់ទីតាំងដែលTwo Sister មកនេះគឺមានឈ្មោះថា Yakun Khayatos នៅខាងទូកក៏ពុកម៉ែបងប្អូនដែលគាត់មានជម្រើសម្ហូបអាហារក៏ដូចជា drink ច្រើនមែនតើហើយចូលមកដល់ដំបូងនេះគឺថាមកមើលពីវិធីសាស្ត្រនៅក្នុងការឆុងតែក៏ដូចជាឆុងកាហ្វេណាហើយឃើញចាក់ទាញវែងបែបនេះមិនមែនជា style ឬមួយក៏ការលេងស៊ីអីទេគឺជាវិធីសាស្ត្រនៅក្នុងការឆុងតែបែបបារាណរបស់សិង្ហបុរីតើតែចាក់ទាញវែងបែបនេះទៅលបាយកាហ្វេក៏ដូចជាតែនឹងបែកបានល្អអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺរសជាតិបែបឆ្ងាញ់ហើយបែបឈ្ងុយតែម្ដងហើយTwo Sister ថ្ងៃនេះគឺថាកំងដល់ទៅ3កោឥឡូវនេះគឺគាត់ធ្វើជាប្រភេទ matcha Twister គឺថាធ្វើដោយដៃផ្ទាល់កោដោយដៃផ្ទាល់តែម្ដងពុកម៉ែបងប្អូននិយាយទៅគឺថាឃើញហាងចេញមកបែបសម័យបែបទំនើបប៉ុន្តែវិធីសាស្ត្រនៅក្នុងការឆុងតែឆុងកាហ្វេរបស់គាត់គឺអត់លំបំបាត់ទេគាត់ធ្វើបែបបារាណប៉ុន្តែរសជាតិឆ្ងាញ់ហើយក្លិនបកេឈ្ងុយហើយគេមានទាំងជាប្រភេទ topping នៅខាងក្នុងនឹងទៀតពុកម៉ែបងប្អូនសម្រាប់កែវនេះគឺជាប្រភេទតែហើយពណ៌ខ្មៅនេះគឺជាប្រភេទកាហ្វេដែលគេមកជាមួយនឹង topping ហើយក្លិនកាហ្វេរបស់គាត់ឡើងឈ្ងុយហើយនៅពេលដែលយើងបឺទៅដោយជាមួយនឹង topping ពីខាងក្រៅនឹងមកមានរសជាតិមួយបែបឆ្ងាញ់ប្លែកផ្សេងអញ្ចឹងពុកម៉ែបងប្អូនខុសពីយើងញ៉ាំតែកាហ្វេទូទៅហើយឥឡូវនេះគឺថាមីនុយដែល Twister កំងបានមកដល់ហើយពុកម៉ែបងប្អូននិយាយទៅគឺថាទៅតែ2នាក់ទេប៉ុន្តែកំងរៀងច្រើនដែរព្រោះដោយសារតែខានទៅកន្លែងគាត់យូរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលនឹកឃើញម្ហូបអាហារសិង្ហបុរីហ្នឹងមិនចាំបាច់ជិះយន្តហោះទៅដល់ណាឆ្ងាយទេមកតែត្រឹមទូកោកនេះមកក៏មានដែរហើយសម្រាប់ចានទី1នេះគឺជាប្រភេទសិង្ហបុរីឡាសាណាជាប្រភេទទឹកស៊ុបដែលយើងអាចហត់បានអញ្ចឹងទៅហើយខាងនេះវិញគឺជាប្រភេទបាយណាស៊ីឡាម៉ានិយាយទៅគឺថានៅសិង្ហបុរីល្បីមែនតែនគឺគេមានជម្រើសសាច់ផ្សេងប៉ុន្តែ Twister យកជាប្រភេទផ្លូវមាន់ណាពុកម៉ែបងប្អូននិយាយទៅគឺថាមួយចាននេះដាក់មកទៅញ៉ាំជាប្រភេទអាហារថ្ងៃត្រង់អីគឺដឹងតែនឹងពោះហ្មងព្រោះមួយចាននេះគឺគេមកជាមួយនឹងចេកជប់មានសណ្តែកដីមានកូនត្រីមានបន្លែហើយចង់ច្បល់ចូលគ្នាក៏បានឬមួយក៏ញ៉ាំចេះក៏បានដែរប៉ុន្តែរសជាតិរបស់គាត់ឆ្ងាញ់គាត់មកជាមួយនឹងរបៀបដូចអាសន្នឬកាពិបន្តិចអីបន្តិចពុកម៉ែបងប្អូនហើយខាងនេះវិញគឺជា signature ប្រចាំហាងតែម្ដងពងមាន់ចំហុយដែលគេមកជាមួយនឹង cheese toast with kaya ជាប្រភេទនំប៉័ងដែលគេប៊ីឈីសនៅខាងក្នុងហ្នឹងសម្រាប់រសជាតិនំប៉័ងនេះគឺអត់សូវជាផ្អែមខ្លាំងទេហើយនៅពេលដែលយើងដាក់ជាមួយនឹងពងមាន់ចេះមកគឺទទួលបានរសជាតិបែបឆ្ងាញ់ប្លែកនិយាយទៅ Twister ឡើងបញ្ចូលសលេងបដាចាប់ដើមនឹកឃើញដល់នំប៉័ងនឹងទៀតហើយពុកម៉ែបងប្អូនសម្រាប់ Twister ហ្មងគឺថាអត់ដែរចេញទៅក្រៅប្រទេសទេប៉ុន្តែធ្លាប់តែឃើញវីដេអូ review ក៏ដូចជាវីដេអូចេញមកពីបរទេសវិញអញ្ចឹងណាគឺថាបងប្អូនយើងដែលទៅដើរលេងដល់សិង្ហបុរីគឺកម្ររំលងមែនតើហើយខាងនេះគឺជាប្រភេទ steam bread set របស់គេហ្នឹងគឺយើងជ្រលក់ជាមួយនឹងពងមាន់ហ្នឹងក៏ត្រូវដែរហើយខាងនេះវិញគឺជាប្រភេទ waffle ដែលគាត់ទៅតែចេញថ្ងៃ Christmas ជាប្រភេទនំពុម្ពខ្មែរយើងដែលគេមានប៊ីជាមួយនឹង Nutella នៅខាងក្នុងហ្នឹងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺជាតិរបៀបថាបានមកពី Nutella ផងបានមកពីនំពុម្ពហ្នឹងផងឆ្ងាញ់ហ្មងហើយគាត់ក៏មានជាប្រភេទ ice cream ដែរអញ្ចឹងត្រឡប់មកវិញសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ព័ត៌មានលម្អិតផ្សេងទៀត Twister ដាក់នៅលើ caption ក៏ដូចជាក្នុង comment ហើយ